សួស្តីលោកអ្នកនាងជាទីមេត្រីខ្ញុំហាសានសូមជម្រាបសួរពីរដ្ឋធានី Washington សហរដ្ឋអាមេរិកយើងខ្ញុំសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីផ្សាយនៃសារព័ត៌មាន Cambodia Daily ជាខេមរៈភាសាផ្សាយតាមបណ្ដាញសង្គម Social Media Facebook YouTube Instagram Telegram Apple Podcast Spotify Podcast Twitter X Threads និងតាមគេហទំព័រសម្រាប់ថ្ងៃច័ន្ទ600ខែផលគុណឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី9ខែមីនាគ្រិស្តសករាជ2026ជាបឋមសូមជូនមេតិការព័ត៌មានប្រចាំថ្ងៃប្រេងឥន្ធនៈឡើងថ្លៃនៅស្រុកខ្មែរដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាស្រុកជិតខាងមានអណ្ដូងប្រេងបូមបញ្ហាលំនៅឋានពលរដ្ឋខ្មែរភៀសសឹកពីចម្បាំងនៅជ័យដែនខ្មែរថៃអង្គការសិទ្ធិមនុស្សនៃភាគីរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តចោទភាគីថៃរំលោភបំពានសិទ្ធិមនុស្សលំដាប់តទៅនេះខ្ញុំហាសានសូមជូនព័ត៌មានពិស្ដាអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីប៉ាស៊ីហ្វិកលោកសេងវ៉ាន់លីចាត់ទុកយន្តការកំណត់តម្លៃប្រេងពីរាជរដ្ឋាភិបាលថាជាការដាក់បន្ទុកលើជីវភាពពលរដ្ឋនិងជាការបើកឱកាសឲ្យក្រុមបកពួកនិយមកេងចំណេញលើទីផ្សារសេរីក្នុងពេលដែលប្រទេសជាតិកំពុងជួបបញ្ហាប្រឈមមុខនាពេលនេះលោកសេងវ៉ាន់លីសរសេរលើកណនី Facebook របស់ខ្លួននៅថ្ងៃនេះថាវិធានការផ្លាស់ប្តូរយន្តការកំណត់តម្លៃប្រេងឥន្ធនៈត្រឹមតែរយៈពេល3ថ្ងៃម្ដងពីរាជរដ្ឋាភិបាលគឺជាការបោះបង់ចោលមុខនីតិស្នូលរបស់រដ្ឋក្នុងការការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារពលរដ្ឋដោយរុញច្រានពួកគេឲ្យទៅប្រឈមមុខដោយផ្ទាល់ជាមួយភាពមិនច្បាស់លាស់នៃទីផ្សារសេរីដែលគ្មានរនាំងការពារលោកថាវិធានការនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការអសមត្ថភាពក្នុងការទប់ស្កាត់អតិផរណាតាំងពីមុនពេលមានវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាមកម្លេះដែលធ្វើឲ្យតម្លៃប្រេងនៅប្រទេសកម្ពុជាបន្តស្ថិតក្នុងកម្រិតខ្ពស់ជាងប្រទេសជិតខាងដោយសារតែរាជរដ្ឋាភិបាលនៅតែបន្តក្រាញននៀលពឹងផ្អែកលើការប្រមូលពន្ធដារខ្ពស់ពីប្រេងឥន្ធនៈដើម្បីបំពេញថវិកាជាតិជាជាងការស្វែងរកចំណូលពីប្រភពផ្សេងឬការកាត់បន្ថយចំណាយរដ្ឋបាលដែលមិនចាំបាច់លោកសេងវ៉ាន់លីលើកឡើងថាការអនុញ្ញាតឲ្យតម្លៃប្រែប្រួលញឹកញាប់ពេកបែបនេះបានបង្កើតជាឱកាសមាសសម្រាប់ឈ្មួញទុច្ចរិតទៅវិញព្រោះពួកគេអាចនឹងឆ្លៀតឱកាសតម្លើងថ្លៃទំនិញភ្លាមៗនៅពេលប្រេងឡើងថ្លៃប៉ុន្តែនៅពេលតម្លៃប្រេងចុះថយពួកគេនឹងមិនបញ្ចុះតម្លៃទំនិញវិញឡើយដែលនេះគឺជាការដាក់ទោសទណ្ឌសេដ្ឋកិច្ចលើពលរដ្ឋចំណូលទាបយ៉ាងអយុត្តិធម៌បំផុតលោកបន្ថែមថាភាពទន់ខ្សោយនៃអភិបាលកិច្ចនេះមិនត្រឹមតែធ្វើឲ្យរដ្ឋបាត់បង់ចំណូលជាតិរាប់លានដុល្លារប៉ុណ្ណោះទេប៉ុន្តែក៏បានបង្កើតឲ្យមានការប្រកួតប្រជែងមិនស្មោះត្រង់និងការកេងចំណេញហួសហេតុពីសំណាក់ក្រុមហ៊ុនធំៗដែលមានខ្នងបង្អែកជិតស្និទ្ធនឹងអ្នកនយោបាយដែរដែលពួកគេអាចធ្វើអ្វីៗបានតាមអំពើចិត្តដោយមិនខ្លាចញញើតច្បាប់ឬការត្រួតពិនិត្យពីស្ថាប័នការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំនោះឡើយលោកគូបញ្ជាក់ថាយន្តការថ្មីនេះគឺជាការផ្ដល់អាទិភាពដល់ផលចំណេញដល់បកពួកដែលជាម្ចាស់ក្រុមហ៊ុនប្រេងជាងសុខទុក្ខប្រជាជនហើយក៏ជាសក្ខីភាពនៃភាពបរាជ័យនៃរដ្ឋាភិបាលក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្តុកប្រេងយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងឥទ្ធិពលនៃតម្លៃពិភពលោកដោយដែលប្រទេសជិតខាងបានធ្វើដោយជោគជ័យនោះដែរក្រោយផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ច្រកសមុទ្រ Hormuz ដែលជាកំពូលច្រកសមុទ្រទាំង15ក្នុងការដឹកជញ្ជូនប្រេងទៅកាន់ពិភពលោកត្រូវបានបិទទាំងស្រុងពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលជាហេតុធ្វើឲ្យតម្លៃប្រេងកើនឡើងខ្ពស់និងបង្កភាពវឹកវរដល់ទីផ្សារថាមពលពិភពលោកនាពេលនេះជុំវិញបញ្ហានេះក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍កាលពីថ្ងៃទី1ខែមីនាឆ្នាំ2026នេះថាចាប់ពីថ្ងៃទី1ដល់ថ្ងៃទី10ខែមីនាឆ្នាំ2026តម្លៃប្រេងសាំងធម្មតាត្រូវកំណត់ត្រឹម 3,850 រៀលក្នុង1លីត្រខណៈប្រេងម៉ាស៊ូតក៏ត្រូវកំណត់ត្រឹម 3,850 រៀលក្នុង1លីត្រដែរប៉ុន្តែនៅថ្ងៃទី8ខែមីនាឆ្នាំ2026ក្រសួងពាណិជ្ជកម្មបែរជាចេញសេចក្តីជូនដំណឹងមួយបន្ថែមទៀតស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ថាតម្លៃប្រេងសាំងធម្មតាត្រូវកំណត់ត្រឹម 4,400 រៀលក្នុង1លីត្រចំណែកឯប្រេងម៉ាស៊ូតត្រូវកំណត់ត្រឹម 5,150 រៀលឯណោះក្នុង1លីត្រ
គេក៏សម្គាល់ឃើញថាសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈចុះថ្ងៃទី8ខែមីនាឆ្នាំ2026បានជំទាស់ទៅនឹងសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈថ្ងៃទី1ខែមីនាឆ្នាំ2026ទាំងស្រុងព្រោះអវសានវត្តសេចក្តីជូនដំណឹងថ្ងៃទី1ខែមីនាមិនទាន់ផុតកំណត់នៅឡើយដំណើរពេលគ្នានេះអាជ្ញាធរថៃបានដាក់វិធានការតាមដានតាមព្រំដែនក្រែងមានការរត់ពន្ធប្រេងឥន្ធនៈឆ្លងទៅប្រទេសលាវហើយដឹកចូលមកប្រទេសកម្ពុជាជុំវិញបញ្ហានេះអ្នកវិភាគភូមិសាស្ត្រនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបណ្ឌិតជ័យតិចបានអះអាងនៅថ្ងៃនេះថាក្នុងស្ថានភាពប្រឈមនឹងបញ្ហាធម្មពលនាពេលនេះរាជរដ្ឋាភិបាលគួរតែពិចារណាកាត់បន្ថយថ្ងៃធ្វើការដល់មន្ត្រីរាជការដូចនៅប្រទេសហ្វីលីពីនឬបន្ថយថ្ងៃពីការធ្វើការនៅតាមការិយាល័យមកធ្វើការតាមប្រព័ន្ធអនឡាញវិញជាដើមរដ្ឋាភិបាលក៏អាចធ្វើការកែច្នៃពីការនាំចូលប្រេងពីបណ្ដាប្រទេសផ្សេងៗផងដែរជាពិសេសប្រភពផ្គត់ផ្គង់សម្បូរប្រេងដទៃទៀតដូចជាប្រទេសរុស្ស៊ីជាដើមទាក់ទងនឹងសន្តិសុខធម្មពលផ្គត់ផ្គង់គ្រឿងចក្រក្នុងចរន្តសេដ្ឋកិច្ចជាតិក្រមអ្នកជំនាញនិងសេដ្ឋវិទូធ្លាប់រំលឹករាជរដ្ឋាភិបាលខ្មែរអំពីបញ្ហាធម្មពលថ្លៃថាបើធម្មពលក្នុងស្រុកមានមិនគ្រប់គ្រាន់វាតម្រូវឲ្យរដ្ឋនាំធម្មពលចូលដែលនឹងនាំឲ្យផលិតផលលក់ចេញថ្លៃជាងគេហើយនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចមិនលូតលាស់ឆាប់រហ័សចាប់ពីឆ្នាំ1970មករដ្ឋាភិបាលសាធារណរដ្ឋខ្មែររៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅក្រុងព្រះសីហនុមិនកើតដោយសារសង្គ្រាមរុករានពីទ័ពព្រៃបរទេសនិងទ័ពព្រៃក្នុងស្រុកអស់រយៈពេល5ឆ្នាំឆ្នាំ1975រដ្ឋអំណាចខ្មែរក្រហមមានអាយុប្រមាណ3ឆ្នាំក៏មិនរៀបចំរោងចក្រចម្រាញ់ប្រេងកាតនោះឡើងវិញដែររដ្ឋាភិបាលក្រោយៗមកពីឆ្នាំ1979ដល់ឆ្នាំ2026ក៏គ្មានរោងចក្រចម្រាញ់ប្រេងឆៅដែលតម្រូវឲ្យប្រទេសកម្ពុជាពឹងលើប្រេងចម្រាញ់ស្រេចៗពីប្រទេសជិតខាងជាចំណែកដែលដឹកពីមជ្ឈិមបូព៌ាជាង 20% តាមច្រកហ័រមូសនេះដើម្បីយកទៅផ្គត់ផ្គង់រោងចក្រនិងយានយន្តនៅអាស៊ីទាំងអស់ដូចជាប្រទេសចិនឥណ្ឌាជប៉ុនកូរ៉េខាងត្បូងនិងតៃវ៉ាន់ជាដើមអ្នកវិភាគសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកព្យាករណ៍ថាប្រេងសាំងអាចនឹងឡើងថ្លៃជាង$5ក្នុង1ហ្គាឡុងឬប្រមាណ7.4លីត្រនាពេលឆាប់ៗនេះបើសង្គ្រាមនៅមជ្ឈិមបូព៌ាមិនបញ្ចប់ទេនោះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតសម្ដែងការព្រួយបារម្ភអំពីការរស់នៅនៃប្រជាពលរដ្ឋភាគសឹកជាង200គ្រួសារដែលត្រូវបានរដ្ឋាភិបាលរៀបចំឲ្យរស់នៅក្នុងជម្រកបណ្ដោះអាសន្ននាពេលនេះព្រោះទីតាំងដែលត្រូវបានរៀបចំនោះគ្រាន់តែជាតំបន់រហោឋានលោកម៉ែនណាតប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាតំបន់ដែលត្រូវបានជ្រើសរើសសាងសង់ជម្រកបណ្ដោះអាសន្នសម្រាប់ជនភាគសឹកទាំងនោះមិនឃើញមានទីផ្សារសាលារៀនមន្ទីរពេទ្យនិងទីស្នាក់ការផ្ដល់សេវាសាធារណៈណាមួយឡើយដូច្នេះបើពិនិត្យតាមតថភាពជាក់ស្ដែងគឺហាក់ដូចជារដ្ឋាភិបាលយកពលរដ្ឋទាំងនោះទៅបំបោបង់ចោលទៅវិញលោកម៉ែនណាតលើកឡើងថាសម្រាប់ទីតាំងបែបនេះមិនដឹងថាតើពលរដ្ឋភាគសឹកទាំងនោះអាចរស់នៅបានយូររយៈពេលប៉ុណ្ណានោះទេព្រោះបើមើលតាមភាពជាក់ស្ដែងទីតាំងនោះមិនអាចឲ្យពួកគេប្រកបមុខរបរចិញ្ចឹមជីវិតអ្វីបានឡើយដូច្នេះទៅថ្ងៃមុខពួកគេអាចនឹងចាកចោលទីលំនៅទាំងនោះដោយភៀសខ្លួនទៅរស់តំបន់ផ្សេងដោយពលរដ្ឋនៅតំបន់រុនតាឯកដូច្នោះដែរលោកបន្តថារដ្ឋាភិបាលគួរសិក្សាទីតាំងរស់នៅរបស់ពលរដ្ឋទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយព្រោះបើពិនិត្យលើដំណោះស្រាយចំនួនព្រំដែនជាមួយថៃនាពេលនេះមិនដឹងថាតើពេលណាទៅប្រទេសកម្ពុជាអាចបានដីរបស់ខ្លួនមកវិញនិងបញ្ជូនពលរដ្ឋភាគសឹកទាំងនោះទៅរស់នៅភូមិកំណើតរបស់ពួកគេវិញនោះឡើយប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថាយន្តការចំនួន3ដែលរដ្ឋាភិបាលត្រូវប្រើដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅពេលនេះដូចជាការធ្វើសកម្មភាពលើទីតាំងជាក់ស្ដែងក្នុងការទប់ស្កាត់ការឈ្លានពានពីប្រទេសថៃការប្រើយន្តការទូតលើឆាកអន្តរជាតិឲ្យខ្លាំងក្លានិងការប្តឹងថៃទៅតុលាការអន្តរជាតិគឺរដ្ឋាភិបាលប្រើបានតែយន្តការទូតមួយប៉ុណ្ណោះហើយជាកម្រិតការទូតដែលមិនទាន់ទូលំទូលាយថែមទៀតកាលពីថ្ងៃទី8ខែមីនាឆ្នាំ2026រូបថតជាច្រើនសន្លឹកដែលបង្ហាញអំពីលំនៅឋានបណ្ដោះអាសន្នចំនួន203ខ្នងសម្រាប់ពលរដ្ឋ203គ្រួសារស្ថិតនៅក្រុងសំរោងនិងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យត្រូវបានអ្នកលេងបណ្ដាញ Facebook ចែកចាយប្រងព្រាតក្នុងរូបថតទាំងនេះគេបង្ហាញឲ្យឃើញអំពីចំនួនទំហំនិងម៉ូដផ្ទះដែលត្រូវបានសាងសង់ឡើងដូចគ្នាស្ថិតក្នុងតំបន់ដាច់ស្រយាលកណ្ដាលទីវាលរហោឋានមួយកន្លែងដែលមិនមែនជាទីប្រជុំជននិងមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធនៅឡើយខណៈពលរដ្ឋភាគសឹកទាំងនោះមិនដឹងថាតើពួកគេអាចរស់នៅទីនោះបានឬក៏អត់នោះទេនៅថ្ងៃទី26ខែមករាឆ្នាំ2026ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានបើកកិច្ចប្រជុំជ្រើសរើសទីតាំងរៀបចំលំនៅឋានបណ្ដោះអាសន្នសម្រាប់ពលរដ្ឋភាគសឹកដែលបាត់បង់ផ្ទះសម្បែងនៅតាមបណ្ដោយព្រំដែនបន្ទាប់ពីទាហានថៃរំលោភយកទឹកដីនៅតំបន់នោះកាន់កាប់
ប្រពន្ធដដែលអះអាងថាខេត្តចំនួន5ដែលត្រូវសាងសង់លំនៅឋានបណ្ដោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកមានខេត្តបាត់ដំបងបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យនិងខេត្តព្រះវិហារផងដែរជុំវិញបញ្ហានេះនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាលោកហ៊ុនម៉ាណែតបានប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Fox News និង AFP កាលពីថ្ងៃទី19ខែកុម្ភៈថាទាហានថៃបានព័ទ្ធបិទភូមិពលរដ្ឋខ្មែរនានាដោយលួសបន្លានិងកុងតឺន័រដែលធ្វើឲ្យប្រជាជនស៊ីវិល 80000 នាក់មិនអាចត្រឡប់ទៅផ្ទះវិញបានសារព័ត៌មាន The Cambodia Daily មិនទាន់អាចតាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលលោកប៉ែនបូណាសូមការបញ្ជាក់បន្ថែមអំពីការសាងសង់លំនៅឋានបណ្ដោះអាសន្នដល់ពលរដ្ឋភៀសសឹកទាំងនោះបាននៅឡើយទេដល់ម៉ោងផ្សាយនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថ្លែងការណ៍ចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដោយចោទអំពីទង្វើឈ្លានពានពីប្រទេសថៃលើប្រទេសកម្ពុជាថាជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិជាពិសេសច្បាប់សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបើកកិច្ចប្រជុំពីថ្ងៃទី23ខែកុម្ភៈដល់ថ្ងៃទី31ខែមីនាដោយផ្ដោតកិច្ចពិភាក្សាលើប្រទេសតាមតំបន់មួយចំនួនក្នុងពិភពលោកមានប្រទេសអាហ្វហ្គានីស្ថានNicaragua, Venezuela ប្រទេសចិន Syria ប្រទេសស៊ូដង់ខាងត្បូងប្រទេសអ៊ីរ៉ង់កូរ៉េខាងជើងនិងភូមាឬមីយ៉ាន់ម៉ានិងដែនដីប៉ាឡេស្ទីនត្រួតត្រាកាន់កាប់ដោយប្រទេសអ៊ីស្រាអែលក្នុងសេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថ្លែងអះអាងអំពីលទ្ធផលចូលរួមកិច្ចប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសនៅថ្ងៃច័ន្ទនេះថាមុននឹងក្រោយសង្គ្រាមតាមព្រំដែនជាមួយប្រទេសកម្ពុជាយោធាថៃបានធ្វើសកម្មភាពរំលោភលើច្បាប់អន្តរជាតិជាពិសេសច្បាប់សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងគគ្រឹនប្រពន្ធដដែលរៀបរាប់ចោទថៃទៀតថាទង្វើឈ្លានពានថៃមានការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុនការរើសអើងនិងការប្រើប្រាស់អំពើហិង្សាលើពលករចំណាក់ស្រុកការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករពីសំណាក់កងទ័ពថៃនិងការប្រើឧបករណ៍បំពងសម្លេងខ្លាំងសម្លេងខ្មោចសម្លេងយន្តហោះដើម្បីរំខានដល់ផ្លូវចិត្តប្រជាជននៅតាមព្រំដែនជាដើមភាគីថៃបានបដិសេធការចោទប្រកាន់រឿងទាហានថៃរំលោភស្ត្រីពលករខ្មែរដោយបញ្ជាក់ថាពលករខ្មែរនៅបន្តធ្វើការងារក្នុងប្រទេសថៃឡង់ច្រើនជាងពលករដែលវិលត្រឡប់ទៅស្រុកវិញមុនមានការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែនខ្មែរថៃសេចក្តីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថាលើសពីនេះយោធាថៃបានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការដាក់ពង្រាយលួសបន្លាដាក់ទូកុងតឺន័រឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋការលួចទ្រព្យសម្បត្តិឯកជននិងការដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពានដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលធ្វើឲ្យជនភៀសសឹកប្រមាណ 80000 នាក់មិនអាចត្រឡប់ទៅលំនៅឋានវិញនាពេលនេះចំពោះបញ្ហានេះយោធាថៃបានអះអាងថាគេរៀបចំភូមិស្រុកតាមជាយដែនតែក្នុងទឹកដីគេហើយការរាយលួចបន្លានិងកុងតឺន័រក៏ជាវិធានការការពារសន្តិសុខនិងអធិបតេយ្យជាតិថៃតែប៉ុណ្ណោះប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរេមីនិងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនបានទៅចូលរួមកិច្ចប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវពីថ្ងៃទី2ដល់ថ្ងៃទី5ខែមីនាឆ្នាំ2026ជាមួយបណ្ដាប្រទេសជាច្រើនមានប្រទេសបារាំងសាធារណរដ្ឋនៃប្រជុំកោះ Marshall សាធារណរដ្ឋដូមីនីកកូរ៉េខាងត្បូងកូឡុំប៊ីអេស្តូនីប្រេស៊ីលជប៉ុនគុយបាគូវ៉េតអ៊ីរ៉ាក់និងអ៊ីតាលីផងដែរកាសែត Thai The Nation បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសាភួងកែវកែវក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិដោយសួរថាតើប្រទេសកម្ពុជាចង់បានសន្តិភាពឬចង់ឆ្លោះគ្នាជាមួយថៃបន្តទៅទៀតឬទើបប្រទេសកម្ពុជារុញបញ្ហាព្រំដែនរវាងប្រទេសទាំងពីរទៅលើឆាកអន្តរជាតិបែបនេះទោះជាបែបនេះក្តីនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាលោកហ៊ុនម៉ាណែតក្នុងដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំក្រុមអភិបាលសន្តិភាពនិងទៅកាន់ទ្វីបអឺរ៉ុបបានប្រាប់សារព័ត៌មានអន្តរជាតិធំៗថាយោធាថៃបានកាន់កាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ក្រោយសង្គ្រាមកាលពីចុងខែធ្នូឆ្នាំ2025រហូតមកដល់ពេលនេះយ៉ាងណាមិញអ្នកសង្កេតការណ៍អន្តរជាតិមើលឃើញថាមេដឹកនាំពិភពលោកដូចជាមិនសូវចាប់អារម្មណ៍នឹងការអះអាងពីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតាំងពីកិច្ចប្រជុំក្រុមអភិបាលសន្តិភាពនៅរដ្ឋធានី Washington និងនៅទ្វីបអឺរ៉ុបនៅថ្ងៃច័ន្ទនេះមានវិជាការកងទ័ពអាកាសថៃឧត្តមសេនីយ៍ប្រផាសស៊ុនចៃឌីឆ្លើយប្រាប់កាសែតអំពីការបារម្ភថាមានការបោះតម្លើងអាវុធយុទ្ធភ័ណ្ឌទំនើបខាងព្រំដែនខ្មែរដោយថ្លែងថាព័ត៌មានអ្វីៗត្រូវឆ្លងកាត់គណៈកម្មការព្រំដែនរួម JBC ដោយផ្អែកលើឯកសារនៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រង់ប្រការ2ប្រការ9ប្រការ10និងប្រការ16លោកអ្នកនាងជាទីមេត្រីលោកអ្នកនាងក៏អាចស្វែងរកទំព័រ Facebook របស់យើងតាមអាស័យដ្ឋាន www.facebook.com/withoutfearorfavourkh សូមជម្រាបថានេះជាការបើកទំព័រជីវិតទី2នៃសារព័ត៌មាន The Cambodia Daily
លើប្រព័ន្ធអ៊ីនធឺណិតដែលយើងនឹងនាំមកជូនលោកអ្នកនាងនៅព័ត៌មានទាន់ហេតុការណ៍សេចក្តីរាយការណ៍លម្អិតបទវិភាគនិងវេទិកាសួរដេញដោលនានាពាក់ព័ន្ធនឹងស្ថានភាពនយោបាយយោធាសេដ្ឋកិច្ចសិល្បៈវប្បធម៌ការអប់រំកីឡានិងកម្មវិធីជាច្រើនទៀតសារព័ត៌មាន The Cambodia Daily ជាសារព័ត៌មានឯករាជ្យដែលបម្រើនិងដើរតាមបន្ទាត់វិជាជីវៈសារព័ត៌មាននិយាយការពិតឥតភ័យខ្លាចរអានុគ្រោះក្នុងទិសដៅធ្វើវិភាគទានផ្ដល់យុត្តិធម៌សង្គមហើយមិនស្ថិតក្រោមឥទ្ធិពលបុគ្គលក្រុមបកឬពួកណាមួយនោះឡើយលោកអ្នកនាងជាទីមេត្រីយើងខ្ញុំសូមអរគុណលោកអ្នកនាងដែលបានខិតខំចំណាយពេលវេលាតាមដានស្ដាប់និងទស្សនាកម្មវិធីផ្សាយសារព័ត៌មាន Cambodia Daily តាមបណ្ដាញសង្គម Facebook យើងនឹងវិលមកជួបលោកអ្នកនាងទៀតនៅថ្ងៃស្អែកប្រសិនបើលោកអ្នកនាងមានសំណួរឬយោបល់សូមសរសេរទៅកាន់កម្មវិធីផ្សាយរបស់យើងតាមអាស័យដ្ឋាន www.facebook.com/withoutfearorfavorkh សូមជូនពរលោកអ្នកនាងឲ្យបានប្រកបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិវារាត្រីសូមជម្រាបលា